អូយគឺថាល្អណាស់ទ្រង់អង្គម្ចាស់រឿងរៀបអាពាហ៍ពិពាហ៍នេះជាការប្រសើរប្រសិនបើទ្រង់យាងទៅដោយផ្ទាល់ចាត់មនុស្សឲ្យទៅហើយប្រាប់ពួកគេអំពីច្បាប់ទម្លាប់ផងបាទព្រះអង្គម្ចាស់បន្តិចសិនប្រសិនបើឯងទៅភូមិគ្រាសអភិជនត្រូវប្រាប់ពួកគេថាយើងមិនខ្វល់ពីរឿងច្បាប់ទម្លាប់អ្វីទេប៉ុន្តែចង់បង្កើតមនោសញ្ចេតនាជាមួយអនាគតភរិយាជាមុនដូច្នេះហើយទើបត្រូវផ្លាស់ទៅរស់នៅក្នុងភូមិគ្រាសនោះព្រះអង្គទ្រង់អង្គម្ចាស់នេះជាការវាយប្រហារមុនហើយល្អណាស់ល្អខ្លាំងណាស់ម្ចាស់កត្រីម្ចាស់កត្រីឆាប់ឡើងភ្ញៀវមកដល់ហើយភ្ញៀវមកដល់ហើយអ្នកណាដែលមកទាំងព្រលឹមយ៉ាងនេះខ្ញុំមិនទាន់គេងឆ្អែតផងកាលពីយប់មិញមានសុបិនល្អជាមួយប្រុសសង្ហាមើលចុះម្ចាស់កត្រីគឺទ្រង់អង្គម្ចាស់ស្អីគេទ្រង់អង្គម្ចាស់ទ្រង់កំពុងរងចាំនៅសាលខាងមុខស្លាប់ហើយចប់ហើយម្ដេចក៏រឿងនេះកើតឡើងស្នាមស្នេហ៍នៅលើកញ្ចឹងនេះធ្ងន់ធ្ងរម្ល៉េះចប់ហើយមិនមែនថាត្រូវជួបគ្នានៅថ្ងៃរៀបការទេហេតុអ្វីស្រាប់តែមកបែបនេះព្រះអើយអ្នកនាងធ្វើបែបនេះមិនសមរម្យទេដឹងឯងដឹងស្អីនេះគេហៅថាវិធីសាស្ត្រពិសេសតោះទៅសូមក្រាបថ្វាយបង្គំម្ចាស់កត្រីហាំងអ៊ីខ្ញុំម្ចាស់វាងស៊ឺជីជាមន្ត្រីស្រីថ្នាក់ទី5ទទួលរាជសារមកបម្រើម្ចាស់កត្រីនិងរៀបចំពិធីមង្គលការលំបាកដល់អ្នកនាងហើយមន្ត្រីស្រីថ្នាក់ទី5ម្ចាស់មានពិតជាចិត្តល្អចំពោះខ្ញុំមែនម្ចាស់កត្រីហេតុអ្វីបានជាទ្រង់រៀបចំខ្លួនបែបនេះរៀបចំខ្លួនគឺថាយើងទៅតែត្រូវខ្យល់បន្តិចបន្តួចមិនអាចឲ្យត្រូវខ្យល់ទៀតទេមិនមែនថាត្រូវជួបទ្រង់អង្គម្ចាស់ទេចាស់ម្ចាស់កត្រីអញ្ជើញក្រាបទូលទ្រង់អង្គម្ចាស់ម្ចាស់កត្រីហាំងអ៊ីយាងមកដល់ហើយហាំងអ៊ីសូមក្រាបថ្វាយបង្គំទ្រង់អង្គម្ចាស់ថ្វាយបង្គំប្រម៉ែប្រមូលតែគូណាត់ជួបមុខនេះមិនក៏បាំងមុខចិត្តជាងខ្ញុំទៅទៀតពាក់មុខងូតទឹកតើចង់ធ្វើខ្លួនជាទេវតាមែនទេក្រៅពីសម្រស់ដ៏លេចធ្លោនេះនាងមើលទៅហាក់ដូចជាមានសេរីភាពខ្លាំងណាស់មកពីគ្រួសាររាជវង្សមានរោគពីថ្លៃធ្នូនិងរៀបចំខ្លួនបានយ៉ាងសមរម្យលាថាម្ចាស់កត្រីហាំងអ៊ីជាមនុស្សទន់ភ្លន់និងស្រទន់ថ្ងៃនេះបានជួបពិតជាដូចពាក្យគេនិយាយមែនទន់ភ្លន់ស្រទន់និយាយពីអ្នកណាទៅមើលតាមកម្ពស់ប្រហែលជា1.90 ម៉ែត្រទិសដងជើងវែងស្មាទូលាយចង្កេះតូចរាងស្អាតខ្លាំងណាស់រាងកាយនេះស្ទើរតែដូចគ្នាបេះបិទទៅនឹងប្រុសសង្ហានៅរោងផ្កាកាលពីយប់មិញទ្រង់អង្គម្ចាស់មានឫទ្ធានុភាពមិនធម្មតារាងកាយមមួនពិតជាធ្វើឲ្យមនុស្សចាប់អារម្មណ៍ខ្លាំងណាស់គ្រាន់តែទ្រង់អង្គម្ចាស់យាងមកជួបជុំគ្នាហើយហេតុអ្វីបានជាមិនបង្ហាញមុខពិតចំពោះគ្នាទៅគឺលោកមែនទេលោកកុំធ្វើជាមិនស្គាល់ឲ្យសោះណាតាមច្បាប់រាជវង្សទ្រង់អង្គម្ចាស់មិនអាចជួបម្ចាស់កត្រីមុនថ្ងៃរៀបការបានទេការបន្ថែមរបាំងមុខគឺដើម្បីជៀសវាងការសង្ស័យប៉ុន្តែអាពាហ៍ពិពាហ៍រវាងប្រទេសទាំងពីរជារឿងធំការដែលទ្រង់ស្នាក់នៅក្នុងភូមិគ្រឹះគឺដើម្បីយកចិត្តនិងកាត់បន្ថយការព្រួយបារម្ភរបស់ម្ចាស់កត្រីដែលត្រូវរៀបការឆ្ងាយពីស្រុកមិនដឹងថាមុខពិតប្រាកដអាក្រក់ឬក៏ប្លែកខ្លាំងពេកទើបបំភ័យគេបែបនេះគួរឲ្យស្ដាយរាងកាយដ៏ល្អឥតខ្ចោះនេះណាស់ប្រែជាបែបនេះសោះទ្រង់អង្គម្ចាស់ពិបាកហើយទ្រង់អង្គម្ចាស់អាចយាងមកស្នាក់នៅក្នុងភូមិគ្រឹះនេះបានពិតជាសំណាងធំណាស់សម្រាប់គ្រួសារយើងអានរੂកូនត្រូវតែបម្រើទ្រង់ឲ្យបានល្អកុំធ្វើឲ្យទ្រង់អង្គម្ចាស់មិនសប្បាយចិត្តដោយសារតែកូនមិនដឹងខុសត្រូវឲ្យសោះឋានៈរបស់ម្ចាស់កត្រីហាំងអ៊ីគឺខ្ពង់ខ្ពស់ណាស់អ្នកជាអ្នកណាហ៊ានមកប្រដៅនិងហៅព្រះនាមម្ចាស់កត្រីចំបែបនេះទ្រង់អង្គម្ចាស់សូមកុំយល់ច្រឡំខ្ញុំនិងអានរੂគឺជាគ្រួសារតែមួយទេ